ជម្រាបសួរអ្នកនរគ្នាថ្ងៃនេះខ្ញុំសូមចែករំលែកអ្នកនរគ្នាទាក់ទងទៅនឹង grammar 25 talking about future time clause តើយើងប្រើ future time clause នៅពេលណាសូមអ្នកទាំងអស់គ្នាក្រឡេកមើលទម្រង់របស់ការប្រើ future time clause ត្រឹមនេះគេហៅថាប្រភេទ future time clause អូខេប្រភេទ future time clause អានេះ time ដូចមានពាក្យដូចជា after when as soon as not until before until by the time or while ទាំងអស់នេះហើយគឺជាប្រភេទ time នៅពេលដែលយើងបូកជាមួយនឹង clause ដូចនេះគេហៅថា clause សពជីកបូកជាមួយ verb នឹងគេហៅថា clause នៅពេលដែលយើង time បូកជាមួយនឹង clause បូកគេហៅថា clause នេះគេហៅថា present simple យើងដឹងហើយអូខេហើយនៅពេលដែល time បូកជាមួយនឹង clause គេហៅប្រភេទម្យ៉ាងទៀតគេហៅថា future time clause ដែលយើងមេរៀនយើងនិយាយអំពី future time clause អានេះគេហៅថា future time clause ត្រឹមនេះគេហៅថា main clause គេហៅប្រភេទមួយទៀតគេហៅថា future simple ដែលយើងត្រូវតែចងចាំ future simple មាន will មាន be going to គេហៅថា future simple គេតកតងទៅនឹងការប្រើប្រាស់របស់ future time clause សូមអ្នកទាំងអស់គ្នាក៏លេខមើលឧទាហរណ៍មួយចំនួន I will go to business school at 1 PM ដូចជា at 1 PM នេះបញ្ជាក់អំពី time អញ្ចឹង time វាមិនសំដៅទៅលើពេលជាអ្នកមួយដូចជាផ្ដល់យោបល់គំនិត idea ផ្សេងគម្រោងផ្សេងក៏គេប្រើប្រភេទ time ទាំងអស់នេះទៅលើការធ្វើគម្រោងទៅថ្ងៃអនាគតដែរហើយដល់នេះសូមអ្នកទាំងអស់គ្នាក៏លេខមើលឧទាហរណ៍ទៀត He will go to business school when he graduates Okay he will go to business school after I graduate Okay he will go to business school before I go អូខេអានេះគឺជាទម្រង់មួយដែលយើងត្រូវតែចងចាំនៅពេលដែលយើងប្រើ time បូកជាមួយនឹង clause នេះគេហៅថា future time clause ហើយយើង note នៅពេលដែលយើងប្រើ future time clause អូខេ future time clause ដូចជាយើងដាក់ពាក្យ after នៅកន្លែងនេះគឺខាងក្រោយនេះអត់មាន will ទេយើងចាំយើងលុប will ចោលលុប will ចោលតាមពិតទៅ future time clause កន្លែងនេះគឺត្រូវមាន will នៅពេលដែលយើងបូកជាមួយនឹងពាក្យ after ខាងក្រោយនេះអត់មាន will ទេតែយើងត្រូវតែចងចាំវាអូខេសូមអ្នកទាំងអស់គ្នាក្រឡេកមើលក្នុងការប្រើ time បូកជាមួយនឹង clause នៅពេលដែលយើងប្រើ time ទី1នេះគឺយើងប្រើបង្ហាញប្រយោគនឹងកើតឡើងមុនឬមួយក៏កើតឡើងទី2អូខេបើសិនតែយើងប្រើ time ទី2នេះប្រយោគនឹងកើតឡើងមុនឬមួយក៏កើតឡើងទី2នៅពេលដែលយើងប្រើ time ទី3នេះប្រយោគនឹងកើតឡើងមុនឬមួយក៏កើតឡើងទី2សូមអ្នកទាំងអស់គ្នាក្រឡេកមើលក្នុងការប្រើប្រាស់ទាក់ទងទៅនឹង future time clause ទាំងអស់គ្នាឧទាហរណ៍យើងទី1នៅពេលដែលយើងប្រើពាក្យ when after not until as soon as នេះគឺបង្ហាញណែនាំពីសកម្មភាពហ្នឹងពីព្រឹត្តិការណ៍ហ្នឹងវាកើតមុនប្រយោគ future simple នេះយើងយល់ទេតើតើទៅនឹងការប្រើប្រាស់ដូចជាពាក្យ when after not until as soon as ហ្នឹងគឺបង្ហាញអំពីព្រឹត្តិការណ៍ឬសកម្មភាពហ្នឹងកើតឡើងមុនសកម្មភាពមួយទៀតឧទាហរណ៍ as soon as I save some money as soon as I save money I will buy a new car ភ្លាមនោះខ្ញុំបានសន្សំលុយខ្ញុំនឹងទិញឡានថ្មីមួយអញ្ចឹងសកម្មភាពនេះតើតើទៅនឹង future time clause នេះវាកើតព្រឹត្តិការណ៍កើតទី1បន្ទាប់មក future simple គឺជាព្រឹត្តិការណ៍កើតទី2ដែលយើងត្រូវតែចងចាំណាយើងមើលទី2ទៀតនៅពេលដែលយើងប្រើពាក្យ before until by the time យើងបង្ហាញអំពីព្រឹត្តិការណ៍ដែលកើតឡើងទី2គេហៅថាកើតក្រោយ future simple កើតក្រោយ future simple វាកើតឡើងនៅព្រឹត្តិការណ៍ទី2ដែលយើងត្រូវតែចងចាំនៅពេលដែលយើងឃើញពាក្យ before until by the time ឧទាហរណ៍ before he gets married he will find a good job អញ្ចឹង he will find a good job គឺជាព្រឹត្តិការណ៍កើតឡើងទី1បន្ទាប់មកមុនពេលដែលគាត់រៀបការគឺជាព្រឹត្តិការណ៍មួយដែលកើតឡើងទី2ឬមួយក៏យើងអាចដាក់ថា he will find a good job before he gets married នៅពេលដែលយើងដាក់ future simple នេះនៅមុន future time clause នេះយើងត្រូវតែមិនចាំបាច់ដាក់ comma ទេនៅពេលដែលយើងដាក់គេហៅថា future time clause នៅមុខ future simple គឺយើងត្រូវតែដាក់ comma ដើម្បីបញ្ជាក់យើងត្រូវតែចងចាំវាសកម្មភាពទី2នៅពេលដែលយើងប្រើពាក្យ while មានន័យថាគឺ
cứ chỉ bất tất cả mũi đại ca lắng pel đôi kia pel strop kia pel prom kia cứ cái phá bịa vào ô tí họ while I work in AB I will sell some money no pe là cái nạp pe là trong thua ca no trong AB trong AB nhung nắng sọt xong lôi mũi chùm nôn anh chăng nó pe là trong thua ca no AB nó nhung nắng sọt xong lôi mũi chùm nôn tầm mấy tên như vậy anh chăng hai cứ sẽ cam một hiệp mũi ní việc ca láng prom kia ai lo nick zoom chạy đồng nick tại tuông từ đằng future time clause vấn đấy hay grammar talking about future time clause hay zoom chụp biết zoom chụp zoom con